បាទជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាបាទថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកកាន់ភូមិអូកណ្ដាលបាទឃុំសន្តិភាពបាទស្រុកសំពើលូនបាទខេត្តបាទបាត់ដំបងបងប្អូនណាបាទថ្ងៃនេះយើងមកបកគោសៅបាទជូនម្ចាស់ផ្ទះបងប្អូនណាបាទផ្ទះកពើហារបស់យើងបាទបុកកប៉ាល់តែមានទំហំខ្នាត7បាទគុណជាមួយនឹង10បាទធ្វើបញ្ចប់សពគ្រប់ 100% ហើយបាទនេះម៉ូដគំរូបងប្អូនណាបាទម៉ូដគំរូដែលយើងចាក់ពណ៌បាទតាមម្ចាស់ផ្ទះស្រឡាញ់បាទម្ចាស់ផ្ទះគាត់ស្រឡាញ់មកពណ៌រៀងត្រួយចេកបងប្អូនណាបាទលាយគ្នាជើងក្រោមហ្នឹងបាទហើយនេះជាម៉ូដផ្ទះជាក់ស្ដែងដែលយើងធ្វើហើយបាទគឺដូច 100% តែម្ដងបងប្អូនណាបាទដោយសារតែយើងធ្វើយើងមានប្លង់ត្រឹមត្រូវបាទហើយយើងឲ្យពណ៌បាទម្ចាស់ផ្ទះរើសមកទៅតាមគាត់ស្រឡាញ់បាទយើងចាក់ជូនគាត់ហើយគាត់ស្រឡាញ់ហើយបាទយើងធ្វើការកម្មងតាមហ្នឹងបាទអញ្ចឹងគឺពណ៌គឺសំខាន់បងប្អូនណាបាទបើយើងមាន 3D ជាក់ស្ដែងចេះចាក់ជូនគាត់អញ្ចឹងគឺម្ចាស់គាត់បានមើលពណ៌មុនបាទគាត់បានមើលពណ៌មុនអញ្ចឹងពេលផ្ទះគាត់ធ្វើហើយបាទពណ៌ចេញមកគឺដូចបងប្អូនបាទដោយសារយើងមានជាគំរូផ្ទះជូនគាត់ណាបាទអញ្ចឹងផ្ទះនេះគឺមានទំហំខ្នាត7គុណនឹង10បាទមាន2បន្ទប់គេងបាទកន្លែងទទួលភ្ញៀវផ្ទះបាយនិងបន្ទប់ទឹកមួយហើយតម្លៃមកការផ្ដាច់ទាំងសម្ភារៈនិងកម្លាំងពលកម្មបាទតម្លៃ 18400 បាទតម្លៃនៅខាងស្រុកសំពើលូនបាទខេត្តបាត់ដំបងបាទអញ្ចឹងតម្លៃប្រែប្រួលទៅតាមទីតាំងបងប្អូនជាក់ស្ដែងបាទបងប្អូនអាចតាក់ទងមកបងប្អូនប្រាប់ពីទំហំផ្ទះបាទដែលបងប្អូនចង់ធ្វើបាទក៏ដូចទីតាំងដែលបងប្អូនចង់សាងសង់មកបាទក្រុមការងាររបស់យើងនឹងចេញតម្លៃជូនហើយអញ្ចឹងបងប្អូនអាចមើលបានមកម៉ូដស្អាតមែនតើបាទម៉ូដនេះយើងធ្វើហើយច្រើនកន្លែងហើយបាទប៉ុន្តែបងស្រីបាទគាត់យកក្បាលធំបងប្អូនបាទយកក្បាល7ឯណោះបាទប៉ុន្តែបដោយគាត់យកតែ10ទេអញ្ចឹងគាត់ទុកឲ្យបាទចេញដែកតសៃបាទចំហៀងនឹងផ្នែកខាងក្រោយបាទដោយសារគាត់ត្រូវតយ៉ាបងប្អូនបាទអញ្ចឹងគាត់ចេញឲ្យយើងទុកដែកជូនគាត់បាទសម្រាប់តសម្រាប់បាទអញ្ចឹងអត់បញ្ហាទេបាទយើងទុកឲ្យគាត់បាទសម្រាប់គាត់តសម្រាប់ផ្សេងអញ្ចឹងម៉ូដខាងមុខបងប្អូនអាចមើលបានមួយម៉ូដស្អាតម៉ូដកាចបងប្អូនណាបាទកពើហាមែនមិនដែលសម្រស់វិញបាទអត់ចាញ់ផ្ទះវីឡាទេបងប្អូនណាបាទហើយតម្លៃក៏ធូរជាងបាទទំហំក៏យើងបានធំបាទរហូតដល់17ឯណោះក្បាលបាទអញ្ចឹងបងប្អូនដែលមានចំណាប់អារម្មណ៍អីអាចតំណែងបានបងប្អូនណាបាទស្អាតមែនទេហើយយើងធ្វើនៅជាប់ផ្លូវធំទេបងប្អូនបាទជាប់ផ្លូវធំទេបាទអញ្ចឹងបងប្អូនដែលជិះកាត់បាទផ្សារត្រាវជូបាទអាចឃើញសម្រស់ផ្ទះរបស់យើងដែលធ្វើនេះហើយបងប្អូនណាបាទស្អាតមែនទេបងប្អូនបាទម៉ូដនេះបាទនេះសម្រាប់ចំហៀងបាទផ្នែកខាងស្ដាំបាទយើងមានប្អួច2បាទសម្រាប់យកពលឺចេញចូលកន្លែងបន្ទប់គេងទាំងពីរហើយនឹងមានកៅពលឺចុងកតុយនោះមួយបាទសម្រាប់បន្ទប់ទឹកបាទអញ្ចឹងតសឲ្យបងប្អូនអាចមើលបានបាទយើងដេកូបាទបំពាក់ពូលពេលរីត្រី3គ្រាប់បាទពូលនឹងភ្លឺលើក្រៅបងប្អូនណាបាទពេលយប់ភ្លឺស្អាតបាទហើយសម្រាប់កញ្ចក់បាទម្ចាស់ផ្ទះគាត់ស្រឡាញ់ពណ៌ខ្មៅអញ្ចឹងកញ្ចក់បងប្អូនអាចរើសបានបងប្អូនណាបាទមានពណ៌ទឹកសមុទ្របាទពណ៌ខ្មៅចម្រឹងប្អួចអីហ្នឹងគឺបងប្អូនអាចរើសបានបាទពេលដែលក្រុមការងាររបស់យើងឆ្លងគឺសួរបងប្អូនឲ្យថាស្រឡាញ់ចម្រឹងបាញ់ពណ៌អីបាទកញ្ចក់ពណ៌អីគឺឲ្យរើសបាទអញ្ចឹងខាងមុខយើងប្រើពណ៌ខ្មៅបាទស៊ីជាមួយនឹងថ្នាំពណ៌របស់គាត់បងប្អូនអាចមើលបានណាបាទការលេងពណ៌ចម្រឹងខាងមុខបាទពណ៌ខ្មៅបាទក៏ដូចជាការ៉ូដេកូតសអីស៊ីជាមួយនឹងពណ៌ថ្នាំផ្ទះរបស់គាត់ហើយយើងចាប់ជ្រីតសផុសចេះស្អាតបងប្អូនបាទហើយដបូលបាទយើងក្របស័ង្កសីបាទពណ៌ខៀវបាទហើយនឹងសបងប្អូនឃើញនេះជាប្រភេទចរាបាទក្រាស់ល្អបាទអញ្ចឹងយើងបំពាក់សិទ្ធិសម្ភារៈល្អជូនបាទ Smart board យើងចេញមាន Smart board បាទមានរុនខ្យល់បាទ2ប្រឡោះបាទសម្រាប់បំភាយកម្ដៅបាទអញ្ចឹងបងប្អូនអាចមើលការងារយើងជាក់ស្ដែងបងប្អូនណាបាទធ្វើបញ្ចប់សពគ្រប់មួយទៀតហើយបាទនៅខាងសំពើលូនហើយនេះជាបរិវេណមកផ្នែកខាងក្រោយបាទសិតវាស្រែបាទដីរបស់គាត់អញ្ចឹងផ្ទះនេះតលាយល្អបងប្អូនបាទគាត់នៅតយ៉ាបចំហៀងដូចជាផ្នែកខាងក្រោយអញ្ចឹងតលាយល្អមែនតើបាទហើយផ្ទះអត់បាត់សម្រស់ទេបាទដោយសារគាត់តចំហៀងបាទបងប្អូនខ្លះដីតូចបាទតទៅមុខចឹងរៀងបាត់សម្រស់ផ្ទះបន្តិចបាទតែផ្ទះបងស្រីបាទដីគាត់ធំបាទនៅជាប់ផ្លូវបាទគឺគាត់អត់បាត់សម្រស់ទេនេះជាផ្នែកខាងក្រោយបងប្អូនអាចមើលបានបាទផ្នែកខាងក្រោយផ្នែកខាងក្រោយយើងមានទ្វារចេញមកមួយបាទនេះជាផ្នែកខាងក្រោយបងប្អូនអាចមើលបានបាទយើងយកទ្វារចេញទៅខាងក្រោយបាទហើយយើងចេញកតុយដៃឲ្យដូចគ្នាបាទសម្រាប់ម្ចាស់ផ្ទះគាត់តទៅថ្ងៃក្រោយបងប្អូនបាទហើយនឹងមានប្អួចមួយទៀតបាទនៅត្រង់បរិវេណផ្ទះបាយបាទអញ្ចឹងបងប្អូនអាចមើលការងារយើងបានបងប្អូនណាបាទយើងបង្ហាញជូនបងប្អូនមកតាំងថ្ងៃក្រុងបលីបាទថ្ងៃសាងសង់បាទឥឡូវផ្ទះបញ្ចប់សពគ្រប់ 100% ហើយបាទយើងថ្ងៃនេះយើងមកបកគោសៅហើយបាទអញ្ចឹងសម្រាប់
stock បកូនបងប្អូនបាទគាត់យកមកក្រោយឆ្ងាយនៅចុងដីបងប្អូនបាទអញ្ចឹងយើងចេញទៅយកឲ្យគាត់វែងដែរបាទអញ្ចឹងគាត់ចិត្តចាក់ដីដែរទេអញ្ចឹងយើងត្រូវចាក់លុបបាទទៅយកហ្នឹងដើម្បីយើងអាចប្រើបានយូរបាទកុំឲ្យត្រូវថ្ងៃបាទពូបើត្រូវថ្ងៃទៅខ្យល់យូរទៅវាងាយនឹងពុកផុយបាទចឹងការងារបងប្អូនមើលទៅបាទហើយបើបងប្អូនមានចំណាប់អារម្មណ៍អាចទៅអ្នកតំណងមកបានបាទអញ្ចឹងសម្រាប់សាបជុំវិញផ្ទះបាទស្តុកបកូននៃនេះបាទគឺយើងថែមជូនដីចាក់ពេញម៉ាត់ផ្ទះហ្នឹងគឺយើងថែមជូនអស់នៅក្នុងតម្លៃហ្នឹងបងប្អូនបាទអញ្ចឹងតម្លៃនេះគឺបងប្អូនចាំតែកាន់សោចូលនៅទេបាទបងប្អូនមានតែទឹកមានតែភ្លើងបាទសម្រាប់ក្រុមការងារយើងប្រើប្រាស់បាទម្លងពេលសាងសង់ទៅបានហើយបាទក្រៅពីហ្នឹងបងប្អូនអត់មានឈឺក្បាលខ្វះខ្វាយទេបាទបងប្អូនចាំតែតាមដានបាទការងារបាទឆែកសំភារៈទៅថាដូចនឹងកងត្រាដូចនឹងអ្វីដែលយើងនិយាយគ្នាអត់គឺបានហើយបាទប៉ុន្តែជាទូទៅសម្រាប់សំភារៈយើងឆែកតាំងពីថ្ងៃចូលបងប្អូនបាទដោយសារខាងយើងគឺយើងផ្ដល់តារាងសំភារៈជូនបងប្អូនបាទមួយសន្លឹកបាទយើងលំអិតទាំងអស់តាំងពីជើងក្រោមរហូតដល់បូលបាទដែកយើងដាក់ប្រភេទអី smart board បាទថ្នាំការ៉ូអីគឺយើងមានលំអិតទាំងអស់បាទដើម្បីបងប្អូនទៀងទាត់ពេលខាងក្រុមការងាររបស់យើងយកសំភារៈចូលបងប្អូនអាចទៀងទាត់ទៅតាមនឹងបានបាទអញ្ចឹងគឺយើងដំណាភាពបាទរវាងម្ចាស់ផ្ទះបាទនិងក្រុមការងារសាងសង់ផ្ទះបាទគឺយើងលំអិតជាមួយគ្នាបាទធ្វើយ៉ាងម៉េចឲ្យបងប្អូនមកមានទំនុកចិត្តខ្ពស់បាទចឹងផ្ទះនឹងនៅជាប់ខ្នល់បងប្អូនមកនៅជាប់ខ្នល់ទេបាទផ្លូវខ្នល់